បាទបងប្អូនទាំងអស់គ្នាថ្ងៃនេះទឹកចាក់ទឹកនិយាយខាងប្រពន្ធបងប្អូនទាំងគ្នាឃើញថាបងប្អូនទាំងគ្នាធ្វើការមកជុំគ្នាអស់ហើយបងប្អូនទាំងគ្នាហ្នឹងហើយមកជុំគ្នាអស់ហើយដើម្បីចាក់ទឹកលោកយាយនៅអណ្ដូងភ្លូគឺខាងប្រពន្ធរបស់ខ្ញុំតែម្ដងបងប្អូនគ្នាបាទឃើញថាពុកម៉ែបងប្អូនគឺគាត់បានជូនលុយយាយដូចជាម្ហូបដូចជាទឹកភេសជ្ជៈដើម្បីឲ្យលោកយាយហើយលោកយាយឲ្យប្រសិទ្ធពរកូនចៅមានសេរីសួស្តីប្រកបដោយអាយុយឺនយូរមានសុខភាពល្អបាទឲ្យទទួលទានរកស៊ីមានបានបងប្អូនអរគ្នាបាទអញ្ចឹងការតលេងនេះគឺនៅក្នុងថ្ងៃទី16បងប្អូនគ្នា16បាទដែលជាថ្ងៃបញ្ចប់នៃវរៈឡើងស័កបងប្អូនគ្នាបាទអូខេបងប្អូនគ្នាអញ្ចឹងឃើញថាបងប្អូនគឺមកជួបជុំគ្នាអស់ហើយបងប្អូនគ្នាហ្នឹងហើយអញ្ចឹងលោកយាយគាត់ឲ្យពោឲ្យអីទៅកូនចៅធ្វើការស្ដាប់នៅការទូន្មានបាទពោជ័យរបស់លោកយាយដើម្បីទទួលបាននៅបុណ្យមាឃផលបាទដែលលោកយាយបានឲ្យកូនចៅបាទអញ្ចឹងបងប្អូនគ្នាឃើញហើយគឺទស្សនភាពហ្នឹងបាទអូខេបងប្អូនគ្នាអញ្ចឹងគឺខ្ញុំថតលោកយាយបាទគឺថតធម្មតាទេបងប្អូនគ្នាអត់បានលេង style អីទេអត់បានបញ្ចូល AI ទេគឺនិយាយធម្មតាតែម្ដងបងប្អូនគ្នាបាទបងប្អូនគ្នាអញ្ចឹងលោកយាយគាត់ឲ្យពោអីគឺចិត្តរួចហើយបងប្អូនគ្នាបាទអូខេបងប្អូនគ្នាដោយសារតែវីដេអូហ្នឹងគឺមានសំឡេងបាសរំខានបងប្អូនគ្នាអញ្ចឹងហើយគឺខ្ញុំមិនអាចបញ្ចូលនៅសូននៅក្នុងហ្នឹងវាមានបាសមានអីទៅវាពិបាកក្នុងការបញ្ចូលសំឡេងណាមួយវាអាចជាប់នៅ copyright ផងដែរអញ្ចឹងយើងអនុមោទនាបុណ្យទាំងអស់គ្នាសាធុទៅមកលោកអ្នកម្ដាយក្មេកគឺគាត់បានសូត្រធម៌មួយតង់ទៀតបងប្អូនគ្នាហ្នឹងហើយបាទអញ្ចឹងទៅពីសូត្របាទបានហើយគឺគាត់ធ្វើការសូត្របន្តទៀតបាទមិនទាន់សូត្របានទេអូខេបងប្អូនគ្នាអញ្ចឹងខាងនេះគឺលោកមេភូមិបងប្អូនគ្នាហ្នឹងហើយអូខេបន្ទាប់ពីធ្វើការសូត្រហើយពួកខ្ញុំម្ដាយធំម្ដាយក្មេងក៏បានយកទឹកចាក់នៅលើកបងដៃលោកយាយដើម្បីសុំសិរីសួស្តីនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ2025នឹងបងប្អូនអរគ្នាអញ្ចឹងអ្នកម្ដាយក្មេងចាប់ផ្ដើមធ្វើការចាក់ទឹកម្ដងម្នាក់ហើយបន្ទាប់ពីចាក់ហើយកូនចៅក៏នាំគ្នាបាទទៅដោះក្អែលដោះអីឲ្យគាត់ដើម្បីជំរះនៅឧបទ្រពចង្រៃបាទបងប្អូនគ្នាដែលមាននៅក្នុងឆ្នាំចាស់សូមឲ្យអ្វីដែលថ្មីអ្វីដែលល្អនៅក្នុងឆ្នាំថ្មីគឺចូលមកនៅក្នុងខ្លួនគាត់ឲ្យមានសិរីសួស្តីអាយុយឺនយូរផងដែរបងប្អូនទាំងគ្នាបាទអញ្ចឹងដោយសារតែខ្ញុំបាទរវល់តែថតទៅគឺអត់ទាន់បានធ្វើការចាក់ទឹកនៅលោកយាយទេបងប្អូនគ្នាគឺយាយខាងប្រពន្ធរបស់ខ្ញុំបងប្អូនគ្នាហ្នឹងហើយគឺយាយខាងប្រពន្ធរបស់ខ្ញុំអញ្ចឹងឃើញថាបងប្អូនគ្នាមានការសប្បាយចិត្តក្រៃលែកដែលបានចាក់ទឹកនៅលោកយាយបាទគឺសប្បាយចិត្តមែនទែនបាទអញ្ចឹងគឺកូនចៅម្ដងមិញខាងកូនរបស់គាត់នេះខាងចៅម្ដងគឺចាប់ដើមចាក់ឲ្យវើកនេះគឺបានចាក់កាទឹកដោះក្អែលដោះអីឲ្យលោកយាយបងប្អូនគ្នាហ្នឹងហើយអូខេបងប្អូនគ្នាអញ្ចឹងគឺចាប់ដើមចាក់ហើយបាទអូខេហើយខ្ញុំម្ដងបងប្អូនគ្នាដោយសារតែខ្ញុំយកទូរស័ព្ទហ្នឹងឲ្យបងអូនថតតែបងអូនហិតជាមិនចេះថតទេបងប្អូនគ្នាគឺថតទៅគឺព្រិលមែនទេហ្នឹងហើយបងប្អូនគ្នាគឺព្រិលគឺដោយសារតែបងប្អូនខ្ញុំគឺគាត់អត់ចេះថតបាទដោយសារតែគាត់អត់ដឹងថាទូរស័ព្ទប្រើយ៉ាងណាទៅគាត់ចេះថតទៅគឺព្រិលតែម្ដងដាក់ទៅគឺព្រិលបាទបើទូរស័ព្ទដែលយើងធ្លាប់ប្រើគឺយើងដឹងបងប្អូនគ្នាគឺយើងដឹងកាលណាដឹងហើយគឺអត់ព្រិលទេអរគុណបងប្អូនគ្នាជួបគ្នានៅវីដេអូក្រោយទៀត